Bà conបងសម្រាប់ការប្រកួតថ្មីរបស់យើងគេដោយរៀបចំឡើងដោយក្លឹបកីឡាបាល់ទាត់វិសាខាក្នុងពានរង្វាន់វិសាខា U14 ខាប់នេះគឺមានន័យថាយើងមានឱកាសដែលថ្នាក់ដឹកនាំលោកគិតគូរក្នុងការរៀបចំផ្ដល់ឱកាសឲ្យ U14 យើងបានលេងហើយឆ្លងកាត់តាមរយៈ3ប្រកួតកន្លងមកនេះយើងឃើញថាការវិវត្តសមត្ថភាពរបស់យុវជន U14 យើងដែលគាត់មានការវឹកហាត់នេះមកប្រកួតនៅក្នុងពានរង្វាន់នេះឃើញថាវាមានការប្រែប្រួលវាខុសពីយើងវឹកហាត់ហើយប្រកួតគ្នាឯងឬប្រកួតមិត្តភាពព្រោះធម្មតាការប្រកួតផ្លូវការគឺយើងគិតថាវាមានសារៈសំខាន់ព្រោះយើងត្រូវការបន្ទុកមិនដូចការប្រកួតវឹកហាត់ហើយការប្រកួតមិត្តភាពផ្សេងក៏តែយើងបដោតទៅលើការផ្លាស់ប្ដូរកីឡាករឲ្យគាត់បានលេងហើយយើងក៏មិនភ្លេចនៅក្នុងការអភិវឌ្ឍដែរនៅក្នុងពានរង្វាន់នេះក៏ល្អដូចគ្នាគាត់ថាយើងវាមានបន្ទុកយើងចង់ឲ្យកីឡាករគ្រប់រូបក្នុងការវឹកហាត់គឺមាននីតិក្នុងការលេងប្រហាក់ប្រហែលគ្នាដើម្បីអភិវឌ្ឍនៅសមត្ថភាពពួកគាត់ទាំងអស់គ្នាបាទបងសម្រាប់ការតាំងចិត្តគឺខុសគ្នាមានន័យថាការប្រកួតនិងការវឹកហាត់យើងធម្មតាវាខុសពីការប្រកួតផ្លូវការដែលយើងត្រូវការបន្ទុកពួកគាត់គឺមានការតាំងចិត្តខ្ពស់មែនទែនទោះបីជាគាត់នៅមានកម្រិតអាយុរៀងនៅទាបប៉ុន្តែការតាំងចិត្តលេងរបស់ពួកគាត់ល្អមែនទែនជាក់ស្ដែងយើងទៅតែលេងរួចហើយជាមួយបខណ្ឌរាជស្វាយរៀងគឺយើងមានឱកាសនៅក្នុងតង់ទី1គឺយើងមិនមានលទ្ធផលទេប៉ុន្តែនៅក្នុងចូលក្នុងតង់ទី2គឺយើងមានឱកាសនាំមុខទៅលើក្រុមU14បខណ្ឌរាជស្វាយរៀងមុនទល់2-0ប៉ុន្តែយើងផ្លាត់ទៅវិញនៅក្នុងម៉ោងថែមគ្រប់4នាទីប៉ុន្តែអ្វីនេះគឺជាការតាំងចិត្តមួយខ្ពស់ពួកគាត់គិតថាគាត់ជួបជាមួយក្រុមខ្លាំងគាត់កាន់តែពង្រឹងឆន្ទៈរបស់គាត់ហើយនឹងពង្រឹងភាពលេងរបស់គាត់ហើយនឹងខួរក្បាលការគិតអីនិងការសហការជាក្រុមគឺគាត់ពង្រឹងខ្លាំងមែនទែនអញ្ចឹងយើងគ្រាន់តែជាអ្នកផ្ញើសារពីក្រោយទេអ្វីដែលនៅលើទីលានគឺពួកគាត់ជាច្រើនគឺជាអ្នកចង់ឲ្យគាត់មានសេរីភាពក្នុងការលេងប៉ុន្តែកុំភ្លេចពីអ្វីដែលយើងវឹកហាត់ដូចគ្នាប៉ុន្តែសេរីភាពក្នុងការលេងគឺយើងផ្ដល់អត្ថប្រយោជន៍ឲ្យគាត់ឲ្យបានលេងឲ្យបានច្រើនគិតឲ្យបានច្រើនសម្រាប់ពួកគាត់យូរទៅគាត់នឹងអភិវឌ្ឍកាន់តែលឿនបាទគុណបងយើងមានផលវិបាកបងវាធម្មតាទេតែធ្វើអីមួយគឺយើងមានជួបចំណុចវិជ្ជមាននិងវិជ្ជមានប៉ុន្តែមានផលវិបាកត្រង់ថាគាត់ដូចបងថាមិនអញ្ចឹងគឺគាត់នៅក្មេងអញ្ចឹងយើងត្រូវការអប់រំណែនាំគាត់មិនមែនថាតែលើទីលានទេយើងបរិស្ថានជុំវិញគឺយើងត្រូវតែផ្ដល់និងផ្ញើសារឲ្យគាត់ជារឿងរាល់ថ្ងៃជារឿយប៉ុន្តែយើងក៏ផ្ដោតនិងផ្ដល់ឲ្យគាត់រៀនគិតនៅអ្វីដែលជារឿងត្រឹមត្រូវយើងមិនមែនគ្រប់ពេលត្រូវតែរុញឲ្យធ្វើចេះតែយើងបានធ្វើឲ្យយើងបានផ្ញើសារឲ្យគាត់ឲ្យគាត់ព្យាយាមធ្វើព្រោះយើងត្រូវការអប់រំគាត់ទាំងការវឹកហាត់ការពេលវេលាអីយើងមានសិទ្ធិម៉ោងច្បាស់លាស់ត្រឹមត្រូវសម្រាប់ពួកគាត់ព្រោះនេះជាគោលដៅរបស់ថ្នាក់ដឹកនាំនៃក្លឹបរបស់វិសាខាគឺយើងចង់ឲ្យយុវជនរបស់យើងមានវិន័យមានការលេងច្បាស់លាស់ហើយគោរពនៅគូប្រកួតក្តីមិត្តរួមក្រុមក្តីដើម្បីឲ្យគេហៅថាការលេងហ្នឹងឲ្យវាមានប្រសិទ្ធភាពបងសម្រាប់នៅក្នុងពានរង្វាន់មួយនេះដូចខ្ញុំបាននិយាយជាមួយពួកគាត់អញ្ចឹងមានន័យថាគ្រប់ការប្រកួតយើងអត់គិតថាមិត្តភាពឬអីទេយើងចង់បណ្ដុះផ្នែកគំនិតគឺខ្លាំងអញ្ចឹងការចូលរួមពានរង្វាន់មួយគឺយើងនិយាយពីជើងឯកបានគេនឹកឃើញដល់យើងបើយើងជើងឯករងគឺគេមិនសូវងាយចងចាំយូរទេតែបើយើងជើងឯកយើងអាចគេនឹងនឹកឃើញដល់យើងដូចជាក់ស្ដែងឆ្នាំមុនគឺខ្ញុំនៅ16អញ្ចឹងក៏យើងបានទទួលជើងឯកនៅក្នុងលីកU16ដែរអញ្ចឹងវាការប្រកួតរំលឹកដល់U16គេនឹងចងចាំថាវិសាខាគឺជាម្ចាស់ជើងឯកដូចគ្នាពានU14វិសាខាខាប់នេះគឺយើងត្រូវតែរំពឹងថាយើងនឹងប្រកួតប្រជែងយ៉ាងណាគឺត្រូវយកនៅក្នុងជើងឯកនេះដើម្បីឲ្យគេថាការរៀបចំរបស់យើងក្នុងដាក់ចិត្តក្នុងការប្រកួតប្រជែងយកជើងឯកបាទអរគុណបងនឹងជាថ្ងៃខាងមុខដូចទៅអនាគតយើងចង់ឲ្យគ្រប់គេហៅថាអ្នកពាក់ព័ន្ធចូលរួមឲ្យគាត់មានឱកាសក្នុងការរៀបចំពានរង្វាន់U10 12ឬក៏14តាមលទ្ធភាពដែលយើងរួមគ្នាអាចធ្វើបានយើងធ្វើដើម្បីផ្ដល់ឱកាសក្នុងការអភិវឌ្ឍកីឡាករក្មេងៗរបស់យើងពីថ្នាលទៅនៅពេលដែលគាត់មានចំណេះជំនាញពីទូចពីគ្រឹះខ្ញុំជឿថាកម្រិតអាយុគាត់កាន់តែកើនការអភិវឌ្ឍទាំងបច្ចេកទេសស្មារតីសពបែបយ៉ាងហ្នឹងទាំងកាយសម្បទាគឺគាត់លូតលាស់តាមរយៈការលេងឲ្យបានច្រើនគឺយើងវឹកហាត់បើអត់មានការលេងទេយើងអត់ផ្ដោតឱកាសសម្រាប់លីកតាមកម្រិតទេគឺគាត់មិនងាយនឹងឡើងទេអភិវឌ្ឍសមត្ថភាពបានទេបាទបងបាទចុងក្រោយខ្ញុំអរគុណដល់ក្រុមទាំង4ដែលបានចូលរួមព្រោះយើងដំបូងគឺយើងបង្កើតសម្រាប់តែក្លឹបអាជីព4ក្រុមធំទេអញ្ចឹង
ដោយស្វ័យរៀង ISI ក៏ដូចជាបង្កេតដែលគាត់បានចូលរួមនេះមានន័យថាគឺយើងដូចបង្កើតភាពស្និទ្ធស្នាលមួយរវាងក្មេងហើយនិងក្មេងរវាងក្រុមការងារដូចគ្នាពួកយើងនៅក្នុងចកោមក្រុមគ្រួសារបាល់ទាត់គឺយើងធ្វើគ្រប់យ៉ាងដើម្បីតែវិស័យបាល់ទាត់យើងចង់ឲ្យប្រទេសជាតិយើងរីកចម្រើនផ្ដំប្រសងទៅនឹងបណ្ដាប្រទេសមិនថាអាស៊ានទេបើយើងអាចអានឹងយើងគោលដៅរបស់យើងក៏មានគោលបំណងទៅលេង World Cup អីជាក់ស្ដែងអញ្ចឹងមានតែអរគុណទេសម្រាប់អ្នកពាក់ព័ន្ធគ្រប់ផ្នែកដែលគាត់ចូលរួមដើម្បីផ្ដល់ឱកាសឲ្យយុវជនរបស់យើងនេះបានលេងហើយអរគុណចុងក្រោយមែនទែនបំផុតគឺថ្នាក់ដឹកនាំដែលមានមេប្រុសមេស្រីដែលជាប្រធានក្លឹបរបស់វិសាខាគឺគាត់តែងតែគិតគូរសពបែបយ៉ាងផ្ដល់នៅសពបែបយ៉ាងទាំងកម្លាំងកាយចិត្តទម្រុកបំរុងគ្រប់យ៉ាងហើយនឹងបង្កើតជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់បដិថ្នាលនេះគឺជាការរួមចំណែកមួយដ៏ធំធេងក្នុងការជួយរួមចំណែកវិស័យបាល់ទាត់ប្រទេសកម្ពុជាដោយហើយលោកក៏មានចក្ខុវិស័យបង្កើតទីលានមួយទៀតដើម្បីបដិថ្នាលបាល់ទាត់នៅខាងស្រុកកំចាយមាខេត្តព្រៃវែងនឹងចេញរូបរាងឆាប់អរគុណដល់អ្នកគ្រប់គ្រងជាពិសេសអាណាព្យាបាលវាឃើញថាការប្រកួតសម្រាប់យុវជនគឺពួកគាត់ចំណាយពេលវេលាមានន័យថាចំយើងលេងសៅរ៍អាទិត្យគាត់មានពេលអញ្ចឹងគាត់មកគ្រប់គ្រងលើកទឹកចិត្តកូនអានេះហើយគឺជាទឹកចិត្តឪពុកម្ដាយចង់ឃើញកូនរបស់ខ្លួនបានបង្ហាញសមត្ថភាពគាត់មិនគិតទៅលើលទ្ធផលច្រើនពេកទេព្រោះពៀនយុវជនយើងគិតថាយើងធ្វើនេះគឺចង់ឲ្យរឹតចំណងហើយចង់ឲ្យគាត់បានលេងប៉ុន្តែបើពៀនយើងលេងលីកលេងអីច្រើនក្រុមដូចលីកអាជីពរបស់ក្លឹបធំអានឹងត្រូវការលទ្ធផលព្រោះយើងត្រូវការបន្ទុកដើម្បីក្រងជើងឯកហើយសម្រាប់ U14 វិសាខាខាប់របស់យើងក៏វាគួបផ្សំដែរយើងត្រូវការបន្ទុកប៉ុន្តែវានៅក្នុងនោះគឺយើងចង់អភិវឌ្ឍច្រើនជាងយើងចង់ផ្ដល់ឱកាសឲ្យពួកគាត់លេងហ្នឹងប្រហាក់ប្រហែលគ្នាបាទអរគុណបាទ